ប្រទេសចិននិងហ្វីលីពីនចោទប្រកាន់គ្នាទៅវិញទៅមកពាក់ព័ន្ធករណីប៉ះទង្គិចនាវានៅតំបន់សមុទ្រមានជម្លោះយោងតាមសារព័ត៌មាន China News Asia បានឲ្យដឹងថាប្រទេសហ្វីលីពីនបាននិយាយថាកប៉ាល់របស់ប្រទេសចិនមួយគ្រឿងបានបុកដោយចេតនាទៅលើនាវារបស់រដ្ឋាភិបាលហ្វីលីពីនកាលពីថ្ងៃអាទិត្យទី12ខែតុលានៅសមុទ្រចិនខាងត្បូងដែលជាតំបន់មានជម្លោះទោះបីជាទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងម៉ានីលចំពោះឧបទ្ទហេតុនេះក៏ដោយការប៉ះទង្គិចគ្នារវាងនាវាហ្វីលីពីននិងចិនកើតឡើងជាញឹកញាប់នៅក្នុងផ្លូវទឹកដែលមានជម្លោះនេះដែលទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងទោះបីជាមានសេចក្តីសម្រេចអន្តរជាតិបានកំណត់ថាការអះអាងរបស់ខ្លួនគ្មានមូលដ្ឋានច្បាប់ក៏ដោយជាមួយគ្នានោះហ្វីលីពីនបាននិយាយថាកប៉ាល់ឆ្លងសមុទ្រចិនមួយគ្រឿងបានបាញ់កាណុងទឹកទៅលើនាវា BRP ដាទូផេកបូលយ៉ាដែលជានាវារបស់ការិយាល័យនេសាទរបស់ម៉ានីលនៅម៉ោង 9:15 នាទីព្រឹកថ្ងៃអាទិត្យហ្វីលីពីនបញ្ជាក់ថាឧបទ្ទហេតុនេះបានកើតឡើងនៅក្បែរកោះ Thitu ដែលជាផ្នែកមួយនៃប្រជុំកោះ Spratly ដែលទីក្រុងប៉េកាំងបានស្វាស្វែងអះអាងថាជាកម្មសិទ្ធិរបស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយក្រុមប្រឹក្សាកងទ័ពជើងទឹកហ្វីលីពីនដែលជាស្ថាប័នទួលបន្ទុកពង្រឹងអភិបាលកិច្ចដែនសមុទ្របានថ្កោលទោសចំពោះឧបទ្ទហេតុនេះនិងបានសន្យាចាត់វិធានការការទូតសមស្របដើម្បីបង្ហាញការជំទាស់យ៉ាងខ្លាំងក្លាទៅនឹងសកម្មភាពឈ្លានពាននិងខុសច្បាប់របស់ចិនទន្ទឹមនឹងនេះដែរឆ្មាំសមុទ្រចិនបាននិយាយថាឧបទ្ទហេតុនេះបានកើតឡើងបន្ទាប់ពីនាវាហ្វីលីពីនបានចូលទៅក្នុងដែនទឹកក្បែរសេនឌីខេដោយមិនអើពើនឹងការប្រមានដ៏តឹងរឹងម្ដងហើយម្ដងទៀតពីភាគីចិននិងបានបើកខិតចូលមកជិតកប៉ាល់ចិនដោយគ្រោះថ្នាក់គួរបញ្ជាក់ផងដែរថាឧបទ្ទហេតុនេះគឺជាចំនួនថ្មីបំផុតក្នុងចំណោមចំនួនជាច្រើនដែលកើតមានរវាងទីក្រុងប៉េកាំងនិងទីក្រុងម៉ានីលនៅសមុទ្រចិនខាងត្បូងដែលជាផ្លូវទឹកដ៏មមាញឹកដែលពាណិជ្ជកម្មដែនសមុទ្រពិភពលោកជាង 60% ឆ្លងកាត់ប្រទេសចិនបានដណ្ដើមគ្រប់គ្រងតំបន់ទឹកដែលសម្បូរត្រីនេះពីហ្វីលីពីនបន្ទាប់ពីមានការទាស់ទែងគ្នាជាយូរមកហើយនៅឆ្នាំ 2012 ហ្វីលីពីនបានសម្ដែងការជំទាស់ចំពោះផែនការរបស់ប្រទេសចិនការបង្កើតតំបន់អភិរក្សធម្មជាតិនៅទីនោះដោយហៅថាជាលេសសម្រាប់ការកាន់កាប់ទីតាំងនេះជាយថាហេតុខ្ញុំបាទសូវ៉ាន់ពីរំលេចញូ TV